ចឹងណាបើយើងបេះពីដើមខ្លួនឯងក៏ដោយប៉ុន្តែយើងត្រូវកាត់សម្អាតវាស្អាតដូចថ្មីជាអីចឹង4តាមទៅតាមធំចឹងទៅតែបើអស់នេះវារៀងធំចឹងខ្ញុំពុះជា4វាពុះចិត្តអញ្ចឹងណាចិត្តខាងកតុយខាងអីវានឹងឲ្យស្អាតចឹងណាហើយបានជ្រៀកមើលស្ដាប់ទៅសលេងក៏ដឹងថាស្រួយមែនតើវាថ្មីហ៎ចាហើយយើងបន្តធ្វើអញ្ចឹងឲ្យអស់ទៅបងប្អូននៅមកកញ្ឆេងធំនេះយើងមានផ្លែប៉ោមយើងកាត់ហើយលាងទឹកស្អាតហើយវាមិនអស់ទឹកអលីងហ្មងយើងអត់សម្រោះវាអស់ណាព្រោះយើងទៅលាងហើយថ្មីប៉ុន្តែកុំចាក់កាច់ដោយទឹកអញ្ចឹងយើងតម្រៀបវាមួយយកវាលាស់តិចកុំឲ្យវាដើរទឹកច្រើនពេកទាំងអស់នេះខ្ញុំមានផ្លែប៉ោមហ្នឹងប្រហែល3គីឡូចារៀងគ្រាន់តែចាក់វាអញ្ចឹងកុំចាក់ឈុលហ្នឹងផ្លែគីឡូវាដើរទឹកនៅក្នុងក្រឥឡូវមួយឆ្នាំងនេះពេញបងប្អូននេះមួយឆ្នាំងនេះបាន3គីឡូឥឡូវទឹកពុះឲ្យបងប្អូនពុះខ្លាំងចឹងហើយខ្ញុំបិទភ្លើងសិនរួចហើយបានខ្ញុំដួសចាក់ពីលើផ្លែប៉ោមនឹងតែម្ដងហើយចាំខ្ញុំនឹងប្រាប់ពីវិធីដាំទឹកនឹងមិញថតទៅអស់ថ្មទូរស័ព្ទដល់ពេលអញ្ចឹងអត់បានថតបន្តចាឥឡូវខ្ញុំដួសទឹកនឹងចេញមកខ្ញុំខ្ជិលលើកចាក់ឥឡូវខ្ញុំដួសអញ្ចេះទៅស្រួលយើងចាក់វាទៅកន្លែងឲ្យវាចូលសប់អញ្ចឹងណានេះលើកចាក់អញ្ចឹងរហូតណាឲ្យអស់ទឹកហ្នឹងទៅហើយចាំយើងជ្រាវវាបន្តិចកូរវាចឹងសល់បន្តិចល្មមលើកចាក់បានលើកចាក់ទៅបដ ாய் ទៅឲ្យវាពេញចូលសពទាំងអស់ហ្មងតែអញ្ចឹងផ្លែប៉ោមយើងនឹងស្រួយអត់មានខ្លាចទុនខ្លាចជ្រាយទេព្រោះអីអញ្ចឹងវាសពល្អមើលហើយយើងជាយាមកូរវាពីក្រោមឡើងលើបន្តិចមកដើម្បីឲ្យវាត្រូវទឹកក្តៅសពទាំងអស់ណាគ្រប់ផ្លែហ្នឹងចាបើមិនអញ្ចឹងទេវាខ្លះត្រូវទឹកក្តៅខ្លះអត់ត្រូវដល់ពេលយើងទុកវាទៅខ្លះវាអត់សូវជូរល្អអញ្ចឹងទៅចាហើយយើងទុកចំហក្របចោលទៅកុំបិទក្របឲ្យសោះឲ្យវាត្រជាក់តាមធម្មជាតិរបស់វាហើយគឺចេញបានប៉ុណ្នេះព្រៀបប៉ុណ្ណឹងល្មមដូច្នេះសមាតទឹកនឹងហើយនឹងផ្លែប៉ោមហ្នឹងគឺដាក់ទៅវាស៊ីគ្នាល្មមចាមួយឆ្នាំងណាចាខ្ញុំតែតោះលើបងប្អូនយើងទៅមើលថាជ្រក់យើង